ហេតុអ្វីបានជាប្រជាជននៅហ្វីលីពីនខួងរណ្ដៅនៅលើដំបូលហើយដាក់ដបទឹកនេះគឺជាវិធីសាស្ត្រថ្មីនៃការបំភ្លឺដោយមិនប្រើចរន្តអគ្គិសនីដែលបានធ្វើឡើងសម្រាប់តំបន់អនាធិបតេយ្យនិងតំបន់ដែលមានការខ្វះខាតអគ្គិសនីគ្រាន់តែបំពេញដបទឹកកែច្នៃដោយទឹកស្អាតបន្ថែមសារធាតុប៉ូលីសបន្តិចដើម្បីការពារការលូតលាស់របស់បាក់តេរីបន្ទាប់មកធ្វើរន្ធសមរម្យមួយនៅលើដំបូលបញ្ចូលដបទឹកជាមួយនឹងខែលចូលទៅក្នុងរន្ធនៅពេលដែលពន្លឺព្រះអាទិត្យប៉ះនៅនឹងដបទឹកវាខ្ទាតខ្ចាយពន្លឺតាមរយៈចំណាំងផ្លាតដោយបង្វែរដបទឹកទៅជាអំពូលភ្លើងដែលមិនប្រើអគ្គិសនីដែលបំភ្លឺពេញក្នុងបន្ទប់បច្ចេកវិទ្យានេះបានជួយដល់គ្រួសាររាប់ពាន់ក្នុងប្រទេសហ្វីលីពីនអាហ្វ្រិកនិងតំបន់ផ្សេងទៀតរួចមកហើយបន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានដំឡើងនៅពេលឧបករណ៍នៅពេលថ្ងៃវាប្រើចំណាំងផ្លាតសម្រាប់ពន្លឺហើយនៅពេលយប់បន្ទះសូឡាដែលសាកដោយពន្លឺព្រះអាទិត្យពេញមួយថ្ងៃវាក៏បានបញ្ចេញពន្លឺពីពេញផ្ទះការចំណាយគឺទាបបំផុតដោយគ្រាន់តែត្រូវការដបទឹករ៉ែនិងបន្ទះសូឡាដែលមានតម្លៃថោកតែអាចឲ្យអ្នករស់នៅក្នុងតំបន់អនាធិបតេយ្យគេចផុតពីភាពងងឹតបាន